សូមចេញប្រិមត្តទូរទស្សនិកជនទស្សនាព័ត៌មានប្រចាំថ្ងៃពីបណ្ដាញទូរទស្សន៍កម្ពុជា CTN លោក Peddy Carson សហការជាមួយស្ថានីយទូរទស្សន៍ CTN ដើម្បីនាំយកប្រទេសកម្ពុជាទៅកាន់ការប្រកួតកីឡាប្រដាល់អន្តរជាតិដ៏អស្ចារ្យដែលប្រទេសរបស់យើងមិនធ្លាប់ជួបប្រទះពីមុនមកដោយក្នុងនោះក៏រួមមានការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមជើងឯកពិភពលោកផងដែរនៅក្នុងព្រឹត្តិការណ៍នោះកីឡាករ Von Viva និងកីឡាករមាសចន្ទថាបានក្លាយទៅជាកីឡាករជើងឯកពិភពលោកលើកដំបូងរបស់កម្ពុជាដែលមិនធ្លាប់មានក្នុងព្រឹត្តិការណ៍កីឡាផ្សេងទៀតរបស់យើងឥឡូវនេះ Peddy Carson Promotion និងស្ថានីយទូរទស្សន៍ CTN កំពុងធ្វើការរួមគ្នាម្ដងទៀតប៉ុន្តែនៅពេលនេះគឺជាការប្រកួតកីឡាប្រដាល់គុនខ្មែរក្នុងប្រទេស CTN កំពុងបន្ថែមព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់ទី3ប្រចាំសប្តាហ៍ទៅក្នុងកាលវិភាគការប្រកួតកីឡាប្រដាល់របស់ខ្លួនបន្ថែមលើការប្រកួតកីឡាប្រដាល់រាត្រីថ្ងៃសៅរ៍និងថ្ងៃអាទិត្យនោះនឹងមានការប្រកួតកីឡាប្រដាល់ថ្ងៃសុក្រមួយទៀតនាសប្តាហ៍នេះបាទខ្ញុំគិតថាសម្រាប់ការរៀបចំកម្មវិធីប្រដាល់នៅថ្ងៃសុក្រមួយថ្ងៃទៀតនៅក្នុងសាយវៀនរបស់បណ្ដាញទូរទស្សន៍កម្ពុជា CTN ដែលបានសហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់កម្ពុជានេះគឺជាការលើកស្ទួយបន្ថែមទៀតនៅវិស័យកីឡាប្រដាល់ក្បាច់ខ្មែរបុរាណដែលមានតាំងពីបុរាណកាលមកហើយក៏ដូចជាការជួយជំរុញលើកទឹកចិត្តដល់កីឡាករឲ្យមានការប្រកួតបានច្រើនក៏ដូចជាអភិវឌ្ឍកីឡាករនោះឲ្យកាន់តែមានភាពខ្លាំងទៅថ្ងៃអនាគតផងដែរបាទជាមួយគ្នានោះលោក Peddy Carson បាទដែលគាត់ជា promoter សម្រាប់រៀបចំការប្រកួតលក្ខណៈអន្តរជាតិនៅពេលកន្លងមកដែលសហការជាមួយនឹង CTN ក៏បានជោគជ័យនៅច្រើនការប្រកួតមកហើយដែរហើយនៅពេលនេះលោកក៏បានរួមសហការជាមួយនឹង CTN ជាបន្តទៀតដើម្បីបង្កើតឲ្យមានការប្រដាល់ថ្ងៃសុក្រនេះឡើងបាទគឺខ្ញុំបាទធានាថាថ្ងៃសុក្ររៀងរាល់ថ្ងៃសុក្រក៏ដូចជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យដូចគ្នាទេគឺនឹងមានឈុតប្រដាល់ពិសេសក៏ដូចជាព្រឹត្តិការណ៍ធំដើម្បីបម្រើអារម្មណ៍ទស្សនិកជនឲ្យបានរំភើបចិត្តទាំងអស់គ្នាបាទដូច្នេះសូមកុំភ្លេចចូលរួមទស្សនាឲ្យបានច្រើនកកចំពោះការប្រដាល់ថ្មីនៅលើសាយវៀន CTN រៀងរាល់ថ្ងៃសុក្រចាប់ពីសប្តាហ៍នេះតទៅបាទ